Credit មួយទុយអែលកម្ពុជាសេអំការបង្ហាញពីការរីកចម្រើន Credit មួយទុយអែលកម្ពុជាសេអំការដែលជាសហធនាគារកំពុងដំណើរការក្នុងប្រទេសកម្ពុជាក្រោមកិច្ចគាំទ្រពី Credit មួយទុយអែលប្រទេសបារាំងបានបង្ហាញនូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្នុងប្រទេសកម្ពុជាពិសេសក្នុងឆ្នាំ2011កន្លងទៅដែលសហធនាគារមួយនេះមានសមាជិកសរុបចំនួន 11,813 នាក់និងមានប្រាក់សន្សំរបស់សមាជិកកើនឡើងច្រើនជាង2ដងនៃឆ្នាំកន្លងទៅគឺ133%បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺមានសាច់ប្រាក់ប្រមាណជាង2លាន5សែនដុល្លារអាមេរិកខាងលើនេះគឺជាការលើកឡើងរបស់លោកយូវិនថនប្រធានគណៈកម្មាធិការនយោបាយ Credit មួយទុយអែលកម្ពុជាសេអំការក្នុងសន្និបាតសហព័ន្ធប្រចាំឆ្នាំ2012របស់ Credit មួយទុយអែលកម្ពុជាលោកយូវិនថនបានថ្លែងថា Credit មួយទុយអែលកម្ពុជាបានបើកទូលាយឲ្យប្រជាពលរដ្ឋកម្ពុជាចូលជាសមាជិកហើយសមាជិកទាំងអស់អាចដាក់ប្រាក់សន្សំដើម្បីទទួលបានការប្រាក់ឬអាចខ្ចីប្រាក់យកទៅបង្កើតឬពង្រីកមុខរបររបស់ខ្លួនដែលមានស្រាប់ក៏បានលោក Michel Kinbetter នាយកគ្រប់គ្រង Credit មួយទុយអែលប្រចាំប្រទេសកម្ពុជាបានថ្លែងថាលទ្ធផលដ៏អស្ចារ្យនេះគឺជាភស្តុតាងបញ្ជាក់ឲ្យឃើញថាយើងទទួលបានការទុកចិត្តទាំងស្រុងចំពោះសេអំការដែលពីមុនមានឈ្មោះថា CMSC ដែលបានបង្កើតឡើងក្នុងឆ្នាំ2004លោកបានបញ្ជាក់ថាថ្មីត្បិតតែមានធនាគារជាច្រើននិងមានស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើននៅកម្ពុជាក៏ដោយក៏យើងសង្កេតឃើញថាពុំទាន់មានសង្ឃសមាគមហិរញ្ញវត្ថុណាមួយដូចជា Credit មួយទុយអែលនេះកើតមាននៅកម្ពុជានៅឡើយទេគំរូនេះផ្អែកជាសំខាន់ទៅលើការអប់រំឲ្យយល់អំពីសារៈសំខាន់នៃការសន្សំប្រាក់ដើម្បីទទួលត្រឡប់វិញនៅប្រាក់កម្ចីស្របទៅតាមសំណុំពរចាំបាច់របស់ប្រជាជនកម្ពុជា។